ការស្រពោនជារឿងស្នេហាដ៏គួរខ្លោចផ្សាស្នេហ៍មួយគូដែលខំស្រឡាញ់យ៉ាងប្រដិតដូរប៉ុន្តែនៅស៊ូចាស់មេបាវិធាវាជាកូនក្រមុំសុភាបរំទុំសំជាស្រីជាកូនយាយនួនដែលមានទីលំនៅក្នុងនៃភូមិវត្តពោសពថ្ងៃធាវីនៅជាមួយអ្នកម្ដាយខ្លួនមួយក្រោយប្តីស្លាប់ជាមួយយាយភ័យដែលនៅជាប់បើបងដែលជាប់វិធាវីហើយយកកត្រក់ស្លាបន្តិចមកណាទុកហ្នឹងហើយអូយនាងតូចអូយនាងតូចចេះបាក់ក្បាច់ក្បោក្បាច់រចនាការភ្ញីល្អមែនតើអ្នកនួនច្បាស់ជាពេញចិត្តហើយនេះចាតែនាងតូចចាស់បានហាមថាមិនឲ្យបាក់ពេលយប់ទេព្រោះវាមិនល្អចាស់ម៉ែផៃណាផៃនិយាយត្រូវហើយកូនឈប់ដេឈប់បាក់អីទៅយប់ហើយណែចាស់ពីដើមលោកតែងតែហាម5ណាក្មេងខ្មាំងមិនឲ្យដេពេលជប់ពេលអាធិត្យទេព្រោះវាឆាប់ខូចភ្នែកណាកូនចាស់រៀបចំអីវ៉ាន់ទុកទៅអូណែនិយាយអញ្ចឹងកូនស្មូតកន្លែងនេះឲ្យម៉ែស្ដាប់បន្តិចទៅមើលឈប់ត្រង់ប្រលាក់សិនវងហើយនឹងព្រាមកេសរកន្លែងនឹងកំសត់ខ្លាំងណាស់មិនថាចឹងអីផៃចានេះសូត្រទៅកូនចាស់ម៉ែសូត្រទៅនាងតូចសូត្រទៅចាំស្ដាប់ខ្ញុំណាម៉ែផៃយីសុនមុខសាទួលសិនវងថាចៅព្រាមចំបៀនកាយស្ដាប់ហើយទ្រង់ខ្ញាល់ពុនពេកក្រៃកាត់ទោសប្រៃចៅព្រាមបងអូសែនអាសូព្រាមកេសរស្រីទួញអង្គប្រាំងចំពងតែទ្រង់មិនស្ដាប់ទៀងបិនត្រង់ព្រោះលងវងវែងនឹងយីសុនកេសរត្រាច់មកពីឆ្ងាយឆ្លងគ្រោះអន្តរាយមិនស្ដាយជន់ព្រោះតែចង់ឃើញភ័ក្រម្ចាស់ស្ងួនមិនដាច់ឡាយដំនួនលែងស្រណោះសឹកសួនអួលអណោចប្រាន
មិនស្មានមកសូនជីវិតអស់អនិច្ចាកម្មអើយពំគួសោះបើខុសប៉ិតនោះស្លាប់ពំស្ដាយឃើញទេអញថាហើយថាកុំឲ្យតាមណូប្រុសឥឡូវគឺអញ្ចឹងអូយតាបានក្មេងហើយអូយក្បត់ចាស់ចោលហើយម៉ែផៃកើតអីហ្នឹងអូយនាងតើយឲ្យខ្ញុំសុំតមកពីខ្ញុំហ្នឹងអូវាខឹងខ្លាំងពេកហ្នឹងនាងតើយតែឥឡូវនេះពុនធឿនវាធ្លាក់ខ្លួនគ្រាន់ដាប់ទៅហើយណាកូនម៉ែមានប្រសាសន៍បែបនេះមិនត្រូវសោះបងធឿនធ្លាក់ខ្លួនក្រខាងទ្រព្យធនមែនប៉ិនតែគាត់មានសម្បត្តិមួយទៀតប្របីណាគឺចំណេះវិជ្ជាខ្ញុំគិតថាកាលណាបើគាត់ប្រឡងជាប់ឌីប្លូមហើយម៉ែដឹងវាជាប់ឌីប្លូមហើយវាប្រកាសជាដើរផឹកស៊ីបែឡាយប៉ោឡោសុពងឲ្យល្ងុលទុកប្រពន្ធកូនឲ្យដេក5ទឹកភ្នែកនៅតែក្នុងផ្ទះហ្នឹងណាកូនម៉ែខ្ញុំស្គាល់ចិត្តបងបន្ទឿនតាំងពីតូចមកម្ល៉េះគាត់មិនមែនជាមនុស្សខូចការដូចជាម៉ែថាសោះអញ្ចឹងអ្នកណាតែដឹងអ្នកណាតែមើលឃើញកូនអើយកូនម៉ែយល់គំនិតឯងហើយឯងនេះប្រកាសជាចង់ស៊ីមកពោះរស់មកគេនឹងប្រាក់ខែឌីប្លូម30ផ្លៃរៀលនោះហើយអើយកូនហើយកូនជឿម៉ែទៅណាកូនធ្វើម៉េចក៏ស៊ីវាមិនរស់ដែរនេះមិនទាន់គិតដល់អារឿងជាប់ជាពាក់ធ្នាក់អីគេនោះផងចុះបើគិតដល់រឿងបំណុលជាពាក់ធ្នាក់គេទៀតកូនម៉ែនេះមុខជាវេទនាមិនខានព្រោះថាលុយកាក់ទ្រព្យសម្បត្តិមាសប្រាក់ឯណាដែលម៉ែប្រកនឹងចែកឲ្យកូនទៅប្រកាសជាប្តីឯងយកទៅសងបំណុលគេអស់អ្នកនួនឲ្យខ្ញុំសុំទោសធ្វើម៉េចបើក្មេងៗវាបានចេះស្រឡាញ់គ្នាទៅហើយនោះកុំបង្រត់បង្រាស់វាអីណែកផៃកុំមកចេះដឹងរឿងអញឆាប់ទៅធ្វើការឯងទៅនាងតូចម៉ែផៃអនិតនាងតូចណាអ្នកនួននេះអាក្រក់ណាស់មើលឃើញតែលុយទេបង្រត់បង្រាស់នាងតូចដោយសារតែលុយម៉ែផៃម៉ែផៃកុំនិយាយបែបនេះណាខ្ញុំមិនចង់ឲ្យអ្នកម៉ែគាត់ពិបាកចិត្តនោះទេខ្ញុំសុខចិត្តក្រំចិត្តទៅចុះអ្នកកូនម៉ែអ្នកកូនជឿម៉ែទៅក្នុងលោកនេះបើកាលណាយើងមានមាសប្រាក់ទ្រព្យសម្បត្តិហើយនោះសេចក្តីទុក្ខសោករោគភ័យនានាប្រកាសជាលែងមកបៀនយើងបានហើយណាកូនកូនម៉ែមកកូនកុំអាក់អន់ចិត្តនឹងម៉ែអីម៉ែពាក្យមួយម៉ាត់នេះដូចយកកំបាត់មកពុះជ្រាបបេះដូងកូនឲ្យក្រំគ្រាគ្មានឡើយទឹកភ្នែកកូនដែលហូរបង្កប់នៅការជឿចាំបងបន្ទឿនតើយើងជាគូគួមឬក៏ជាគូកម្មបើចិត្តម្ដាយអូនយ៉ាងដូចនេះចង់ហាមាត់ទៅខាត់ម៉ែដែរតែហាពុំរួចសោះព្រោះតែសេចក្តីកតញ្ញូគោរពអ្នកមានគុណជាគំនាបតាំងណែមិនអាចស្រ័យបាននោះទេម៉ែក្មេងៗដែលបានចូលរៀននៅសាលាបារាំងច្រើនតែស្អប់ខ្ពើមការងារស្រែចម្ការក៏ប៉ុន្តែ
ស្ទុយទុយស្រឡះពីបន្ទឿនបងឯងគេចូលចិត្តស្រែចំការណាកូន ចាម៉ែ ម៉ែកុំអួតពីខ្ញុំពេកអីពីដើមខ្ញុំមានក្តីរំពឹងថាខ្ញុំនឹងខិតខំរៀនសូត្រឲ្យបានចេះដឹងនឹងគេដើម្បីកុំឲ្យស្គាល់ក្តៅតែឥឡូវបំណងប្រាថ្នាទាំងអស់នោះត្រូវរលាយសាបសូន្យហើយម៉ែអញ្ចឹងមានតែខំធ្វើស្រែទៅណាមួយខ្ញុំចូលចិត្តនៅស្រុកស្រែចំការចូលចិត្តធ្វើចំការជាមួយនឹងម៉ែដឹងទេការដែលខ្ញុំនៅកន្លែងឯណោះឲ្យតែដល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យឡើងខ្ញុំតែងតែចេញពីទីក្រុងភ្នំពេញទៅមើលគេធ្វើចំការច្បារដំណាំ ណែសភ័ណ្ឌពួននេះខ្ចីម៉ាក់ ចាម៉ែ ស្រែមកណាកូន ទោះបីជាយើងមានទុកធ្ងន់យ៉ាងណាក៏ដោយ ណាស់ណាម៉ែ កាលណាពេលដែលយើងបានឃើញទេសភាពស្រុកស្រែចំការអារម្មណ៍ដែលទុកសោកទាំងអំបាមាននិងរសាត់បាត់ជាក់ជាមិនខានណាចាស់ បងបើដូច្នេះមែនថ្ងៃស្អែកនេះខ្ញុំសូមតលេងស្រែផងបានទេបង ពិតមែនហើយបន្ទឿនឲ្យប្អូនឯងគេទៅស្រែតងណាកូន បាទម៉ែស្អែកចាំទៅមួយបងណាសុភ័ណ្ឌ ចាបង ចឹកយ៉ាងម៉េចហើយចឹក ណែបន្ទឿនលាងដៃលាងជើងប្រញាប់ទៅរកបាយណាកូន បាទម៉ែ តោះសុភ័ណ្ឌ ចឹកខ្ញុំទៅលេងដៃយើងជើងសិនចឹកអានឹងចាំបងយើង ណែពុកវាតោះទៅរកបាយរកទឹក ទៅមុនចុះបន្ទឿន បាទចឹក មកនេះ ចឹកមានការអីនឹងខ្ញុំមែនទេ ពុកឮថាឯងនឹងចង់ជប់រៀនមកជួយការងារឪពុកម្ដាយនឹងនៅឯផ្ទះគំនិតនេះជាការប្រសើរឲ្យកូនតែចិត្តពុកមិនចង់ឲ្យកូនឈប់រៀននោះទេពុកឈឺត្រដាប់ត្រដួសធ្វើយ៉ាងណារកលុយឲ្យរៀនរហូតទាល់តែចប់ឌីប្លូមហើយស្រាប់បានទេបន្ទឿន ចឹកមានប្រសាសន៍បែបនេះកុសព្រោះតែចឹកស្រឡាញ់កូនស្រឡាញ់ខ្ញុំមិនចង់ឲ្យខ្ញុំមកលំបាកតែខ្ញុំគិតថាចឹកនឹងម៉ែបានបងប្អូនញើសព្រួយកម្លាំងច្រើនណាស់ដើម្បីខ្ញុំហើយពេលនេះសុខភាពចឹកក៏ទ្រុឌទ្រោមខ្លាំងជាងពីដើមគួរណាស់តែខ្ញុំយកកម្លាំងមកជួយចឹកវិញវាប្រសើរជាង ឯងកុំប្រកែកខំទៅរៀនទៅធ្វើមិនបើពុកក្រតែមិនទាន់នៅថ្នាក់ទៅដល់សុំទានគេណាកូន ពុទ្ធោចឹក